ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពី ACU បានចាប់ខ្លួនលោកទិតវិធីអភិបាលរងខេត្តកំពង់ស្ពឺម្នាក់និងបកពួក2នាក់ផ្សេងទៀតពាក់ព័ន្ធនឹងករណីស៊ីដាច់លុយជនជាតិចិន$40,000បង្កការភ្ញាក់ផ្អើលបន្ទាប់ពីលោកទិតវិធីអភិបាលរងខេត្តកំពង់ស្ពឺនិងបកពួក2នាក់ផ្សេងទៀតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនពាក់ព័ន្ធនឹងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន$40,000សហរដ្ឋអាមេរិកលើគម្រោងរដ្ឋអាជ្ញាប័ណ្ណរ៉ែមិនបានសម្រេចនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025សារព័ត៌មានយើងបានទទួលព័ត៌មានមកថាអភិបាលរងខេត្តកំពង់ស្ពឺលោកទិតវិធីនិងបកពួក2នាក់ផ្សេងទៀតឈ្មោះហ៊ីវខនហៅតង់ភេទប្រុសអាយុ45ឆ្នាំត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនពីបទរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺខេត្តបៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសនេះមានបញ្ញត្តិនិងចែងឲ្យផ្ដន្ទាទោសតាមមាត្រា666 627 668 629និង630នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងឈ្មោះអ៊ុងសរឿនឈ្មោះជាភាសាចិនអ៊ុងវិនឆៃភេទប្រុសអាយុ44ឆ្នាំត្រូវបានឃាត់ខ្លួនពីបទសំគំនិតនិងអំពើរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺខេត្តបៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីកំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនិងចែងឲ្យផ្ដន្ទាទោសតាមមាត្រា29 626 627 628 629និង630នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយប្រពន្ធបានបញ្ជាក់បន្ថែមថាអភិបាលរងខេត្តកំពង់ស្ពឺនិងបកពួក2នាក់ផ្សេងទៀតបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការសាកសួរអំពីអัยការអមសាលាដំបងខេត្តនិងសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺកាលពីថ្ងៃទី9ខែមីនាឆ្នាំ2025កន្លងទៅនេះ